ច្បាស់មាត់ស្ទឹងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំមកនៅវីដេអូថ្មីមួយទៀតហើយដំណើរកម្សាន្តទៅលេងច្បាស់មាត់ស្ទឹងនៅខេត្តបាត់ដំបងច្បាស់មាត់ស្ទឹងគឺជាភោជនីយដ្ឋានដែលមានទេសភាពស្អាតនិងស្ងប់ស្ងាត់មានចំសាលីញ៉ាំច្រើនបើយើងសង្កេតពីការតុបតែងវិញអ្នកទាំងអស់គ្នាឃើញថាគឺជាការតុបតែងបែបជនបទមានទាំងការដាំផ្កាចិញ្ចឹមសត្វនិងមានលក្ខណៈជីអូទឹកស្ទឹងកន្លែងថតរូបជាច្រើនកន្លែងហាងកាហ្វេសម្រាប់អង្គុយមើលទេសភាពទឹកស្ទឹងមានការដាំដុះមើលដើមឈើហូបផ្លែថែមទៀតផងកន្លែងនេះផងដែរកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវវ័យជាច្រើនជាកន្លែងទេសចរដែលមកលេងកម្សាន្តជាពិសេសថ្ងៃចុងសប្តាហ៍នោះអីម្យ៉ាងទៀតនៅទីនោះសម្បូរដោយរុក្ខជាតិពណ៌បៃតងប្លែកភ្នែកប្លែកអារម្មណ៍អ្នកទាំងអស់គ្នាបានមកលេងកន្លែងនេះហើយឬនៅសម្រាប់ទីតាំងវិញនៅភូមិកំពង់ឆ្លងឃុំវត្តតាមុំនៅស្រុកសង្កែខេត្តបាត់ដំបងចេញពីទីក្រុងជិះតាមផ្លូវវត្តតាមុំមកហួសផ្លូវ highway ប្រហែល3គីឡូជិតដល់សាលាបឋមសិក្សាបូខ្នាមានឃើញផ្លាកឈើនៅខាងស្ដាំដៃបងប្អូនដែលចង់អង្គុយមើលទេសភាពជុំវិញខ្លួនដោយពុះពេញទៅដោយរុក្ខជាតិពណ៌បៃតងនិងអង្គុយមើលទឹកស្ទឹងជាទីមនោរម្យស្រស់ស្រូបខ្យល់អាកាសអញ្ចឹងហើយកុំភ្លេចមកលេងនៅច្បារមាត់ស្ទឹងទាំងអស់គ្នាដើម្បីគ្រប់គ្រងអ្នកខេត្តបាត់ដំបងទាំងអស់គ្នាមើលដេញចាយអញ្ចឹងអត់ទេសាលីវត្តដាច់ម្ល៉េះបែបនេះតិចមើលអេសាគេនេះហ៎សុំនិយាយឡើងតាចាំទៅវិញសាលីកូកូដើរលឿនไหมគួយនេះហ៎ញ៉ាំអីឲ្យចាំថតឬមិនម៉ែមានត្រីអ៊ីកាត់ពុតស្លុតឈើឯងtrời ơi con tàu thầm ấy Sally ní về tu ăn chưa chụp hot đấy makes and no Yo ngặt chấm hello con papa